ភ្លើងមេគឺជាភ្លើងដែលឆេះចេញពីសារធាតុរាវមានដូចជាប្រេងសាំងប្រេងម្សុទ្ធប្រេងកាតប្រេងម៉ាស៊ីនខ្លាញ់ស្រាអាកុលប្រេងស្ដែកឡាក់ឲ្យតែវត្ថុរាវអាចឆេះបានភ្លើងប្រភេទនោះគេហៅថាភ្លើងប្រភេទទេបើបំពង់រថយន្តយើងអត់មានអក្សរទេយកទៅផលិតភ្លើងនោះអត់ផលិតទេអញ្ចឹងបងប្អូនត្រូវយល់ឲ្យច្បាស់ថាបំពង់រថយន្តមិនមែនបំលក់តាមភ្លើងគ្រប់ប្រភេទទេបើសិនជាបំពង់នឹងវាសេមកដល់អក្សរ A មួយក៏វាបំលក់តាមភ្លើង A ហ្នឹងឯងណាឯភ្លើង3គេហៅថាភ្លើង C ភ្លើង C នោះគឺជាភ្លើងដែលចេញពីសារធាតុឧស្ម័នតែយើងប្រើរាល់ថ្ងៃនេះរាល់ថ្ងៃយើងប្រើជាប្រចាំយើងហៅថាហ្គាសនោះណាហើយមួយទៀតហ្នឹងគេហៅថាឧស្ម័នធម្មជាតិដែលនៅផ្ទះយើងមានអ្នកខ្លះមានកសិដ្ឋានមានរោងចិញ្ចឹមជ្រូកចិញ្ចឹមអីដែលគេធ្វើឡជីវៈឧស្ម័ននោះណាអញ្ចឹងបើឆេះពីអាហ្នឹងគេហៅថាភ្លើងប្រភេទទី3ហ្នឹងហើយគេហៅថាភ្លើងសេណាអរគុណដែលពេលវេលាយើងមិនឲ្យផលគឺបែបជាសម្បូរតម្លៃដូចជាបង្ការទេប្រមាណអស់ណាអញ្ចឹងយើងទាំងអស់គ្នានាំគ្នារងចាំមើលក្រុមការងារបណ្ឌិតភ្លើងដោយប្រើបំពង់រថវិថីទាំងអស់គ្នាណាអរគុណអញ្ចឹងយើងរៀបចំបងប្អូនដើម្បីបងយល់Thôi chứ luôn. nó cũng tròn mà đuôi tay再拍张照片，拍照片，赶快拍了散了，不干了。các con con sẽ là thằng lưu đàn ca cu đấy cầm đơn hạt kia đấy thôi bọc cao cái đàn ca cu mỗi tí mấy ông cầm tới kia pin á cầm kia pin hay cho nhân lùm nắng sao xuống xuống ba tôi rồi dương mạnh điểm đấy nào bạn đỡ ôn mang nữa ok bạn này ôn xuống đất bạn này cha mình chiến tranh mà看chân đây hay pin á việc bạn gọi là sọc hiệp ôn không cha con ôn nó thằng hay nó nghĩa tranh có việc nghĩa tranh có